ធ្លាប់តែយកបាយក្តាំងមកបំពងឲ្យឡើងស្រួយប៉ុន្តែថ្ងៃនេះគឺយកបាយដំណើបមកបំពងឲ្យស្រួយហើយស្រូបជាមួយទឹកត្រីវិញរបៀបធ្វើនេះនិយាយរួមទៅអាចធ្វើលក់បានធានាតែម្ដងពួកឯងខ្ញុំក៏ធ្លាប់បានបំពងបាយក្តាំងលក់ដែរពីមុនណាហើយឥឡូវនេះគឺខ្ញុំមានបាយដំណើបដែលបានចំហុយឆ្អិនហើយហ្នឹងគឺខ្ញុំប្រើជាមួយនឹងពុម្ពនេះបើសិនជាបងប្អូនមានពុម្ពហ្នឹងក៏ប្រើទៅបើអត់មានទេយើងប្រើគម្របកំប៉ុងជ័រអីក៏បានដែរយើងដាក់ធ្វើមិនឲ្យវាចេញរាងមូលអញ្ចឹងទៅណាហើយកុំសកត់វាខ្លាំងពេកតែសកត់ខ្លាំងពេកវាបំពងទៅវាអត់ឡើងសសោល្អទេវាហាប់វាធ្វើឲ្យសាច់បាយដំណើបហ្នឹងទៅជារឹងវិញវាអត់ស្រួយឥឡូវហ្នឹងគឺបាយដំណើបខ្ញុំធ្វើហើយខ្ញុំយកមកដាក់អាំងនៅក្នុងម៉ាស៊ីននេះចំនួន20នាទីដែលប្រើភ្លើង160បើសិនជាបងប្អូនអត់មានម៉ាស៊ីនអាំងយើងអាចយកទៅហាលថ្ងៃវាឲ្យឡើងក្រៀមរឹងតែម្ដងណាសំយើងយកមកបំពងក៏ស្រួយដូចគ្នាដែរឆ្លៀតពេលដែលយើងដាក់អាំងបាយដំណើបហ្នឹងគឺខ្ញុំមកធ្វើទឹកត្រីវិញម្ដងគឺខ្ញុំបំពងខ្ទឹមហ្នឹងឲ្យឡើងពងកន្លាតអញ្ចឹងទៅដួសចេញសិនហើយឆ្នាំងដដែលហ្នឹងគឺខ្ញុំដាក់ស្ករជាមួយនឹងទឹកត្រីនឹងចូលបន្ទាប់មកកូរស្ករជាមួយទឹកត្រីហ្នឹងឲ្យឡើងរលាយសព្វចូលគ្នាទៅខ្ញុំថែមប៊ីចេងបន្តិចយើងបន្តកូរបន្តិចទៀតទៅណាហើយថែមទឹកនេះដែរកុំថែមច្រើនពេកបងប្អូនតែថែមច្រើននៅពេលដែលយើងលាបទៅលើបាយក្តាំងហ្នឹងវាធ្វើឲ្យបាយក្តាំងយើងទៅជាទន់ណាវាអត់ស្រួយបានយូរទេហើយយើងទុកទឹកស្ករជាមួយនឹងទឹកត្រីនឹងឲ្យត្រជាក់ទៅចាំយើងថែមបំពងស្លឹកខ្ទឹមជាមួយនឹងម្ទេសនឹងចូលបើយើងដាក់ទាំងក្តៅគឺវាធ្វើឲ្យស្លឹកខ្ទឹមនឹងស្លោកពណ៌លែងស្អាតណាហើយឥឡូវនេះគឺបាយដំណើបដែលខ្ញុំដាក់អាំងហ្នឹងប៉ុណ្ណឹងបានហើយអញ្ចឹងខ្ញុំយកវាមកបំពងដោយដាំប្រេងហ្នឹងឲ្យឡើងក្តៅខ្លាំងតែម្ដងណាបងប្អូននិយាយរួមក្តៅឡើងហុយផ្សែងណាសំយើងដាក់បងបាយដំណើបនឹងចូលបើយើងបំពងបាយដំណើបហ្នឹងដោយប្រើភ្លើងអត់សូវក្តៅខ្លាំងវាធ្វើឲ្យបាយហ្នឹងទៅជារឹងហើយជក់ខ្លាញ់ទៀតណាបងប្អូនអញ្ចឹងហើយបំពងបាយនេះត្រូវតែប្រើភ្លើងឲ្យក្តៅឥឡូវនេះគឺបាយដំណើបខ្ញុំបានបំពងហើយអញ្ចឹងគឺខ្ញុំយកវាមកលាបទឹកត្រីតែម្ដងគឺយើងរៀបវាដាក់ក្នុងចានហ្នឹងទៅហើយយើងដួសទឹកត្រីយកមកស្រោចពីលើប៉ុណ្ណឹងមកគឺបានហើយកុំដាក់ច្រើនពេកតែបើសិនជាបងប្អូនចូលចិត្តរបៀបថារឿងប្រៃដិតខ្លាំងណាអាចដាក់ច្រើនជាងនឹងបានហើយយើងបន្ថែមសាច់ផាត់ពីលើទៅបើសិនជាអត់ចូលចិត្តសាច់ផាត់ឬក៏អត់មានបាច់ដាក់ក៏បានដែរហើយឥឡូវនេះគឺបាយដំណើបបំពងខ្ញុំធ្វើហើយហើយអញ្ចឹងឥឡូវយើងមកស្ដាប់សំឡេងស្រួយទាំងអស់គ្នាណាបងប្អូន